បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងទៅតាមដានទស្សនាវីដេអូនេះថ្ងៃនេះដែរខ្ញុំនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យធ្វើដំណើរកម្សាន្តជាមួយខ្ញុំឆ្ពោះទៅកាន់ទឹកជ្រោះថ្មីដែលទើបតែរកឃើញក៏ជាលើកទី1ដែរដែលទៅទីនោះដោយសារអីកន្លងមកគឺអត់ដែលដឹងថាមានទឹកជ្រោះនៅក្នុងស្រុកវិនស័យទេទើបតែពេលថ្មីនេះមានអ្នកទេសចរយើងគេបានផ្សព្វផ្សាយឲ្យឃើញបងប្អូនក៏ថតទៅឃើញទឹកថ្លាស្អាតក៏មានកើតចិត្តនាំគ្នាមកលេងនៅនេះឥឡូវនេះយើងបានមកដល់ផ្ទះបងរៀបចំដាំបាយហើយបន្តដំណើរទៅមុខទៀតដើម្បីធ្វើដំណើរទៅដល់ទឹកជ្រោះនោះតាមផ្លូវលំតូចចង្អៀតច្រើនជាពិសេសនោះគឺឆ្លងកាត់ទន្លេសេសានឥឡូវនេះបងប្អូនបានឃើញហើយទិដ្ឋភាពទឹកទន្លេគឺល្អក់ដោយសារខែនេះជាខែវស្សាក៏ប៉ុន្តែធម្មជាតិនៅតាមដងទន្លេគឺស្រស់បំព្រងសម្រាប់ខ្ញុំឃើញបរិយាកាសបែបហ្នឹងគឺខ្ញុំចូលចិត្តដោយសារតែទិដ្ឋភាពមួយដែលវាវិលត្រឡប់ទៅកាន់អតីតកាលវិញកាលពីខ្ញុំនៅក្មេងៗទេសភាពតាមដងផ្លូវមានវាលស្រែមានចំការមានព្រៃឈើបាទដែលឡែកនេះវិញគឺផ្លូវចូលទៅរមណីយដ្ឋានដោយសារជារមណីយដ្ឋានថ្មីមិនមានការអភិវឌ្ឍអីទេអញ្ចឹងហើយផ្លូវគឺអាស្រ័យទៅតាមដីចំការបងប្អូនជាដើមពីតិចតែគាត់ដាំស្រូវដាំស្វាយចន្ទីជុំវិញហ្នឹងធ្វើដំណើរដោយថ្មើរជើងអញ្ចឹងបងប្អូនណាមានសម្ភារៈហូបចុកហើយផ្សេងហ្នឹងគឺត្រូវស្ពាយដើម្បីធ្វើដំណើរបន្តដើរប្រហែលជា25នាទីឆ្ពោះទៅកាន់ទឹកធ្លាក់ទីទៀតបងប្អូននឹងឃើញទិដ្ឋភាពដ៏ស្រស់ស្អាតនៃទឹកធ្លាក់នេះគឺជារូងដែលខាងកាយគេនាំជនបរទេសមកពីបណ្ដាប្រទេសផ្សេងទស្សនាហើយដែលឡែកចំពោះយើងជាអ្នកស្រុកនៅភូមិហ្នឹងគឺអត់ទាន់ឃើញទេអ្នកខេត្តហ្នឹងថ្ងៃនេះផ្ទាល់បានមកឃើញផ្ទាល់ភ្នែកគឺពិតជាមានសម្រស់ស្រស់ស្អាតបងប្អូនឃើញហើយទឹកថ្លាណាហើយត្រជាក់ស្រួលមែនតើជាទឹកដែលធ្លាក់មកពីភ្នំពិតប្រាកដដែលមិនឆ្លងកាត់នៅតំបន់កសិកម្មណាមួយទេបន្ទាប់ពីមកដល់បងក៏ចាប់ផ្ដើមបង្កាត់ភ្លើងរៀបចំធ្វើម្ហូបហូបចុកហើយពួកខ្ញុំក៏នាំគ្នាហែទឹកលេងអាកាសធាតុនៅទីនេះគឺត្រជាក់ស្រួលហើយពិតជាទទួលបាននូវធម៌ពលបន្ទាប់ពីចំណាយកម្លាំងកាយកម្លាំងចិត្តធ្វើដំណើរមកដល់ទីនេះនោះដោយដែលបងប្អូនបានឃើញអញ្ចឹងគឺទឹកធ្លាក់ចុះមកថ្លាឆ្វង់ដែលយើងឆ្ងល់ថារដូវវស្សាហើយដែលបានទឹកនេះវាថ្លាបន្ទាប់ពីហែទឹកហត់ហើយយើងក៏ចាប់ផ្ដើមមានហូបស្វាយនិងរៀបចំធ្វើម្ហូបដើម្បីហូបជុំគ្នាជាមួយបងដែលជាអ្នកស្រុកតវែងអ្នកស្រុកវិនស័យផ្ទាល់ក្នុងស្លាបព្រានេះគឺទឹកប្រូនិស័យដើម្បីកុំឲ្យចុកដៃជើង